ស្ថានភាពនៅមជ្ឈមបូព៌ាកំពុងស្ថិតនៅក្នុងរបបថ្មីមួយដ៏គួរឲ្យចាប់អារម្មណ៍នាដើមខែកុម្ភៈនេះខណៈដែលរបាយការណ៍បង្ហាញថាទីក្រុងតេហេរ៉ង់កំពុងបង្ហាញឆន្ទៈនៅក្នុងការស្វែងរកច្រកចេញតាមរយៈការទូតជាមួយរដ្ឋបាលដូណាល់ ត្រាំដើម្បីបញ្ជាការវាយប្រហារទ្រង់ទ្រាយធំយោងតាមប្រភពពីមន្ត្រីការទូតអន្តរជាតិអេរ៉ង់បានផ្ញើសារតាមរយៈប្រទេសកណ្ដាលទំនងជាទូគីឬក៏អូម៉ង់ថាខ្លួនត្រៀមជាស្រេចហើយនៅក្នុងការជួបចរចាលើក្របខ័ណ្ឌថ្មីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរការបោះជំហាននេះកើតឡើងបន្ទាប់ពីអាមេរិកបានបង្ហាញចំហដាច់ខាតនៅក្នុងការប្រើប្រាស់កម្លាំងបាយប្រសិនបើអ៊ីរ៉ង់មិនព្រមបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់និងមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនក្រោយការដាក់ពង្រាយកងនាវាចម្បាំងនិងការគំរាមកំហែងដោយផ្ទាល់ពីសេដ្ឋវិមានអ៊ីរ៉ង់ហាក់បានដឹងខ្លួនថាការប្រជុំមុខដាក់គ្នាដោយអាវុធនឹងនាំមកនូវមហន្តរាយដល់របបដឹកនាំរបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយផ្នែកនិងការធានាថាអាមេរិកនឹងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនលក្ខខណ្ឌដែលអ៊ីរ៉ង់អាចនឹងដាក់លើតុរួមមានការផ្អាកជាបណ្ដោះអាសន្ននៅការចម្រាញ់អ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ការអនុញ្ញាតឲ្យភ្នាក់ងារចូលរួមត្រួតពិនិត្យទីតាំងសំខាន់ៗឡើងវិញវិភាគលើចំហចិននិងរុស្ស៊ីគាំទ្រដោយសម្ដីតែមិនលុកដៃដោយអាវុធនោះទេទោះបីជាចិនជាមួយទិញប្រេងធំជាងគេរបស់អ៊ីរ៉ង់ប៉ុន្តែទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនចង់បានស្ថិរភាពដើម្បីតែពាណិជ្ជកម្មចិននឹងមិនយកសេដ្ឋកិច្ចដ៏មហិមារបស់ខ្លួនទៅដាក់ក្នុងហានិភ័យនៃសង្គ្រាមជាមួយអាមេរិកនោះទេដើម្បីតែការពារអ៊ីរ៉ង់នោះឡើយខណៈដែលរុស្ស៊ីមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយអ៊ីរ៉ង់ប៉ុន្តែដោយសារជាប់ដៃនៅក្នុងចំនួននៅអឺរ៉ុបទីក្រុងមូស្គូគ្មានលទ្ធភាពឬក៏ឆន្ទៈនៅក្នុងការបញ្ជូនទ័ពមកជួយអ៊ីរ៉ង់ក្នុងសង្គ្រាមផ្ទាល់ជាមួយអាមេរិកនោះឡើយរុស្ស៊ីអាចជួយត្រឹមតែការផ្ដល់អាវុធឬក៏ការគាំទ្រផ្នែកការទូតនៅអង្គការសហប្រជាជាតិប៉ុណ្ណោះលោកដូណាល់ ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាកិច្ចព្រមព្រៀងដែលលោកចង់បានគឺមិនត្រឹមតែរឿងនុយក្លេអ៊ែរប៉ុណ្ណោះទេប៉ុន្តែត្រូវរួមបញ្ចូលទាំងការបញ្ឈប់ការអភិវឌ្ឍមីស៊ីលប៉ាឡេស្ទិកដែលជំនួយក្រុមប្រដាប់អាវុធនៅក្នុងតំបន់ធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរតទៅទៀតកាលដែលអ៊ីរ៉ង់ងាកដឹងដល់រកកិច្ចព្រមព្រៀងឆ្លុះបញ្ចាំងឲ្យឃើញថាយុទ្ធសាស្ត្រសម្ពាធអតិបរមារបស់អាមេរិកកំពុងមានប្រសិទ្ធភាពអ៊ីរ៉ង់ដឹងច្បាស់ថាបើគ្មានការជួយជ្រោមជ្រែងផ្នែកយោធាផ្ទាល់ពីចិនឬក៏រុស្ស៊ីនោះទេខ្លួនមិនអាចតស៊ូក្នុងសង្គ្រាមពេញទំហឹងជាមួយនឹងមហាអំណាចលេខ1លើโลกបាននោះឡើយ